បាទជំរាបសួរបងប្អូនទាំងគ្នាខ្ញុំបាទតុនសាលីនថ្ងៃនេះចង់នាំអារម្មណ៍បងប្អូនទាំងគ្នាមកណែនាំអំពីអត្ថប្រយោជន៍នៃម្សៅម្រុំតើម្សៅស្លឹកម្រុំមានអត្ថប្រយោជន៍អីខ្លះមានសារធាតុសំខាន់អីខ្លះដែលជួយដល់ការលូតកម្ពស់សម្រាប់ទី1នៅក្នុងម្សៅម្រុំសម្បូរទៅដោយប្រូតេអ៊ីនដែលជាសារធាតុសំខាន់ដែលជួយទៅដល់ការលូតលាស់សរីរាង្គយើងទាំងមូលជាពិសេសទៅជួយទៅដល់សាច់ដុំនិងជួយទៅដល់ការលូតលាស់នៃកោសិកាសាច់ដុំហើយទី2គឺនៅក្នុងម្សៅស្លឹកម្រុំសម្បូរទៅដោយជាតិកាល់ស្យូមដែលជាតិកាល់ស្យូមមានតួនាទីសំខាន់ជួយឲ្យឆ្អឹងរឹងមាំនិងជួយឲ្យឆ្អឹងលូតលាស់បានល្អហើយទី3នៅក្នុងម្សៅម្រុំសម្បូរទៅដោយជាតិម៉ាញ៉េស្យូមសារធាតុម៉ាញ៉េស្យូមនឹងឯងដែលមានតួនាទីសំខាន់ជួយគ្រប់គ្រងតុល្យភាពជាតិកាល់ស្យូមនៅក្នុងឆ្អឹងឲ្យជាតិកាល់ស្យូមនឹងមានតុល្យភាពស្របទៅតាមតម្រូវការរបស់ឆ្អឹងនៅក្នុងម្រុំក៏សម្បូរទៅដោយវីតាមីន D វីតាមីន D មានតួនាទីសំខាន់ស្រូបបឺតជាតិកាល់ស្យូមពីប្រព័ន្ធរំលាយអាហារយកមកដាក់នៅក្នុងឆ្អឹងបាទហើយទី5នៅក្នុងម្សៅម្រុំសម្បូរទៅដោយវីតាមីន A វីតាមីន A វាជាចំណែកឬគឺជាផ្នែកនៃអង់ទីអុកស៊ីដង់ដែលវាមានតួនាទីប្រឆាំងជាមួយនឹងពពួករ៉ាឌីកាល់សេរីដែលយើងអាចនិយាយបានថាជាប្រភេទសារធាតុពុលឬសារធាតុគីមីដែលមកពីមជ្ឈដ្ឋានខាងក្រៅដែលអាចចូលទៅក្នុងខ្លួនយើងតាមរយៈអាហារឬតាមរយៈខ្យល់ដង្ហើមរបស់យើងហើយនៅលើសពីនេះនៅក្នុងម្រុំសម្បូរទៅដោយជាតិដែកដែលមានតួនាទីសំខាន់ជួយផលិតកោសិកាឈាមក្រហមនិងជួយទប់ស្កាត់ការស្លេកស្លាំងផងដែរដើម្បីឲ្យរាងកាយរបស់យើងមានក្របឈាមគ្រប់គ្រាន់នៅក្នុងការជួយទ្រទ្រង់ទៅដល់ការលូតលាស់បងប្អូនទាំងគ្នាបើសិនចង់ឲ្យកូនរបស់បងប្អូនទាំងគ្នាលូតកម្ពស់បានល្អកុំភ្លេចជាមួយម្សៅវត្តម្រុំខ្មែរធម្មជាតិ